ន្តតិកម្មតាមច្បាប់មាននិយមន័យយ៉ាងណាតើនរណាជាសន្តតិជនសន្តតិកម្មគឺជាការផ្ទេរនៅសិទ្ធិនិងករណីយកិច្ចរបស់មតកជនទៅឲ្យសន្តតិជនម្នាក់ឬច្រើនអ្នកតាមឆន្ទៈឬតាមច្បាប់ការចាប់ផ្ដើមសន្តតិកម្មដោយផ្អែកតាមបញ្ញត្តិនៃច្បាប់ហៅថាសន្តតិកម្មតាមច្បាប់ក្នុងករណីប្រពន្ធរបស់មតកជនទទួលមរណភាពមុនមតកជននោះកូនបង្កើតក្តីកូនចិញ្ចឹមក្តីត្រូវក្លាយជាសន្តតិជនហើយទទួលបានចំណែកស្មើគ្នាចុះបើកូនណាម្នាក់ក្នុងចំណោមកូនទាំងអស់ទទួលមរណភាពមុនមតកជនតើការបែងចែកមរតកត្រូវធ្វើបែបណាក្នុងករណីបែបនេះកូនរបស់សន្តតិជននោះដែលត្រូវជាចៅរបស់មតកជន X គឺចៅ C និងចៅ D នឹងទទួលបានចំណែករបស់កូន A នោះស្មើគ្នាទៅតាមលក្ខខណ្ឌនៃសន្តតិកម្មជំនួសយោងមាត្រា1157នៃក្រមរដ្ឋប្បវេណីក្នុងករណីដែលមតកជនពុំមានបច្ឆាញាតិផ្ទាល់ដូចជាកូនឬចៅនោះទេតើមរតករបស់មតកជនត្រូវបានទៅអ្នកណាក្នុងករណីដែលមតកជនមិនមានបច្ឆាញាតិផ្ទាល់ទេបុព្វញាតិផ្ទាល់ដូចជាឪពុកម្ដាយជីដូននិងជីតាជាដើមអាចក្លាយជាសន្តតិជនបានយោងតាមមាត្រា1159កថាខណ្ឌ2នៃក្រមរដ្ឋប្បវេណីប្រសិនបើបុព្វញាតិផ្ទាល់មានច្រើនអ្នកត្រូវផ្ដល់អាទិភាពចំពោះបុព្វញាតិផ្ទាល់ដែលជិតជាមួយមតកជនជាមុនប្រសិនបើមតកជនពុំមានទាំងបច្ឆាញាតិផ្ទាល់ទាំងបុព្វញាតិផ្ទាល់តើអ្នកណានឹងក្លាយជាសន្តតិជនយោងមាត្រា1160កថាខណ្ឌទី1នៃក្រមរដ្ឋប្បវេណីក្នុងករណីគ្មានបច្ឆាញាតិផ្ទាល់គ្មានបុព្វញាតិផ្ទាល់ដូចនេះបងប្អូនបង្កើតរបស់មតកជនត្រូវក្លាយជាសន្តតិជនចំណែកមរតករបស់បងប្អូនបង្កើតគឺត្រូវបែងចែកស្មើគ្នាមាត្រា1160កថាខណ្ឌទី2នៃក្រមរដ្ឋប្បវេណីចែងថាចំណែកមរតករបស់បងប្អូនបង្កើតដែលមានឪពុកឬម្ដាយតែម្ខាងដូចគ្នាត្រូវមាន1/2នៃចំណែកមរតករបស់បងប្អូនបង្កើតដែលមានឪពុកនិងម្ដាយទាំងសងខាងដូចគ្នាមាត្រា1161កថាខណ្ឌទី1នៃក្រមរដ្ឋប្បវេណីចែងថាសហព័ន្ធត្រូវក្លាយជាសន្តតិជនជានិច្ចមានន័យថាទោះបីជានៅក្នុងករណីបច្ឆាញាតិផ្ទាល់ដូចជាកូនឬចៅជាដើមជាសន្តតិជនក៏ដោយឬករណីបុព្វញាតិផ្ទាល់ដែលជាឪពុកម្ដាយឬជីដូនជីតាជាដើមជាសន្តតិជនក៏ដោយឬករណីបងប្អូនបង្កើតក្លាយជាសន្តតិជនក៏ដោយក៏សហព័ន្ធត្រូវក្លាយជាសន្តតិជនជាមួយពួកគេជានិច្ចមាត្រា1162ចំណុចកនៃក្រមរដ្ឋប្បវេណីបើសហព័ន្ធនិងបច្ឆាញាតិផ្ទាល់របស់មតកជននោះជាសន្តតិជនសហព័ន្ធនិងកូននីមួយនឹងត្រូវទទួលចំណែកមរតកស្មើគ្នាបើសហព័ន្ធនិងបុព្វញាតិផ្ទាល់របស់មតកជននោះជាសន្តតិជនសហព័ន្ធនិងឪពុកម្ដាយរបស់មតកជននឹងត្រូវទទួលបានចំណែកមរតកស្មើគ្នាដែរមាត្រា1162ចំណុចខនៃក្រមរដ្ឋប្បវេណីប្រសិនបើសហព័ន្ធនិងឪពុកឬម្ដាយតែម្ខាងរបស់មតកជនជាសន្តតិជននោះចំណែកមរតកម្នាក់ត្រូវជាមួយភាគ2មាត្រា1162ចំណុចកនៃក្រមរដ្ឋប្បវេណីបើសហព័ន្ធនិងបុព្វញាតិផ្ទាល់ក្រៅពីឪពុកម្ដាយរបស់មតកជនឬបងប្អូនបង្កើតរបស់មតកជនឬអ្នកទទួលសន្តតិកម្មជំនួសបុគ្គលទាំងនោះជាសន្តតិជនចំណែកមរតករបស់សហព័ន្ធត្រូវជាមួយភាគ2